បន្ទាប់ពីសាច់ញាតិប្រកាសស្វែងរកប្រមាណថ្ងៃឥឡូវនេះបានប្រទះឃើញគាត់ហើយតែគាត់គឺអត់នៅរស់ទេបងប្អូនណាគឺបានបាត់បង់ជីវិតហើយគាត់គឺជា CEO ទាលុយគេតាមផ្ទះតាមស្រុកតាមភូមិនៅខេត្តកំពង់ធំគឺគាត់ជាបុគ្គលិកធនាគារខាងកម្ចីលុយបងប្អូនកម្ចីប្រាក់អីចឹងណាសពត្រូវប្រទះបានរកឃើញថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះដោយសាកសពនឹងត្រូវបានកប់នៅជ្រុងដីមួយគឺនៅក្នុងផ្ទះឃាតករតែម្ដងដូច្នេះហើយគឺសាកសពមានការរំភួយហើយដូចជាមានការដាក់អំបិលទៀតផងបងប្អូនណាប្រហែលជាវាដាក់កំអោយស្អុយឬក៏ធំក្លិនអីចឹងទៅរងគ្រោះហ្នឹងគាត់តែងតែទៅទាលុយរាប់ពីគេបងប្អូនវាថាគាត់ធ្វើការផ្នែកខាងហ្នឹងអញ្ចឹងគាត់ត្រូវទៅទាលុយគេហើយតាកូនបំណុលហ្នឹងបងប្អូនវាមិនសងលុយឲ្យវាថែមទាំងសម្រាប់គាត់ទៀតនេះគឺកន្លែងដែរកប់សាកសពបងប្អូនណាគឺកន្លែងនេះហើយដែលវាកប់ហើយវាយកសង្កសីបាំងពីលើកន្លែងកប់ហ្នឹងណាកន្លងមកខ្ញុំធ្លាប់ឃើញតែ CEO ប្រុសដើរទាលុយគេតែឥឡូវនេះខ្ញុំឃើញ CEO ស្រីបងប្អូនឃើញលើកទី1ហើយក៏ត្រូវបាត់បង់ជីវិតតែម្ដងខ្ញុំមិនដែលឃើញ CEO ស្រីដើរទាលុយគេទេឥឡូវនេះគឺថាកូនបំណុលសម្រាប់ម្ចាស់បំណុលហ្នឹងគឺវាករណីហ្នឹងគឺវាច្រើនដងមែនតើបងប្អូនណាអារឿងករណីកូនបំណុល